ចំណុះប៉ុណ្ណឹងគឺឆ្ងាញ់ល្មមបងប្អូនកុំភ្លេចសាកល្បងធ្វើញ៉ាំទាំងអស់គ្នាចានេះគឺជារបៀបធ្វើសារាយសាច់ខ្នុរទុរេនខ្ទិះដូងហើយនេះខ្ញុំធ្វើច្រើនអញ្ចឹងគឺសម្រាប់យកទៅវត្តណាបងប្អូនចាតោះបងប្អូនមកមើលពីរបៀបធ្វើរបស់នេះខ្ញុំទាំងអស់គ្នានេះជារូបមន្តសម្រាប់ធ្វើសារាយហើយជាដំបូងនេះខ្ញុំមានទឹកចំនួន2លីត្រ6នេះបងប្អូនដាក់ចូលទៅក្នុងខ្ទះឬក៏ឆ្នាំងអីមួយអញ្ចឹងទៅចាហើយចាប់ផ្ដើមដាក់ក្តៅរំងាស់ចំអិនទឹកនឹងបដើណាកុំឲ្យខាតពេលចាហើយនេះខ្ញុំរំលែកទឹកនឹងចំនួន1កូនចានចង្កឹះនេះខ្ញុំទុកលាយជាមួយនឹងម្សៅសារាយម្សៅសារាយមានចំនួន25ក្រាមមុំកញ្ចប់ហ្នឹងណាហើយនេះខ្ញុំរំលែកទុកមួយស្លាបព្រាកាហ្វេរៀងធំដែរទុកលាយជាមួយនឹងចាននេះគឺសម្រាប់លាយជាមួយនឹងខ្ទិះដូងស្ទាប់ខ្ទិះដូងហើយនៅសល់ប៉ុន្មានហ្នឹងគឺនេះខ្ញុំដាក់ចូលទៅលាយជាមួយនឹងកូនចានចង្កឹះដែលនេះខ្ញុំបានរំលែកទឹកអំបញ្ញមិញហ្នឹងណាចាដាក់ចូលទាំងអស់ទៅហើយយើងធ្វើការកូរម្សៅហ្នឹងហើយទុកវាមួយឡែកសិនព្រមនឹងយើងបានលាយម្សៅសារាយហ្នឹងរួចរាល់ហ្នឹងគឺថាទឹកហ្នឹងគឺចាប់ផ្ដើមរៀងក្តៅបន្តិចម្ដងទិញតងហើយចាប់បន្តមកទៀតហ្នឹងគឺយើងចាប់ផ្ដើមយកស្ករចំនួន450ទៅ500បងប្អូនចាលៃលោកមើលទៅតាមចំណង់ចំណូលចិត្តណាចាបងប្អូនភ្លុកមើលសិនទៅតែនេះខ្ញុំដាក់ចំនួន500 ml ហើយនេះខ្ញុំបន្ថែមជាមួយនឹងអំបិលនឹងមួយស្លាបព្រាកាហ្វេទូចផងដែរហើយនេះខ្ញុំកូរឲ្យសព្វហើយបន្តមកទៀតគឺនេះខ្ញុំចាក់ទឹកសារាយចូលយើងធ្វើការកូរវាបន្តិចចឹងណាបងប្អូនកុំឲ្យវាកកបាតខ្ទះពេលដែលទឹកសារាយហើយនឹងស្ករនឹងរលីហើយគឺនេះខ្ញុំដួសរំលែកទុកចំនួន600 ml ហ្នឹងគឺសម្រាប់លាយជាមួយនឹងខ្ទិះដូងចាហើយនេះខ្ញុំចាក់ចូលទៅក្នុងខ្ទះមួយទៀតហើយខ្ទះហ្នឹងបងប្អូនត្រូវតែដាក់ភ្លើងក្តៅអ៊ុនៗណាដើម្បីកុំឲ្យទឹកស្រាយរបស់យើងហ្នឹងកកចាកាលណាតាបងប្អូនដាក់ភ្លើងទេគឺស្រាយរបស់យើងវាអាចនឹងកកបានហើយអញ្ចឹងបងប្អូនត្រូវតែដាក់ភ្លើងអ៊ុនៗណាទុកឆ្នាំងនឹងមួយឡែកសិនទៅឥឡូវយើងបកមកចាធ្វើស្រាយសាច់ខ្នុររបស់យើងវិញម្ដងចាហើយបងប្អូនឆ្ងល់មានឃើញអីសសនៅលើហ្នឹងឯងគឺជាសាច់ដូងដែលចានេះខ្ញុំបានចាក់ជាមួយនឹងទឹកដូងហ្នឹងចាចំនួន1កំប៉ុងផងដែរចាហើយនេះគឺជាសាច់ខ្នុរហ្នឹងនេះខ្ញុំបានដាក់ចំនួនប្រហែល200ក្រាមវាស្មើប្រហែលនឹង6ទៅ7ក្លែបនៃសាច់ខ្នុរបងប្អូនចាយើងធ្វើការដាំទឹកស្រាយនឹងឲ្យបានឡើងពុះល្អប៉ុណ្្នឹងហើយចាធ្វើមិនឲ្យមកពុះអញ្ចឹងណាបងប្អូនចាមានន័យថាឆ្អិនល្អហើយបិទភ្លើងទៅរួចជាការស្រេចហើយបន្តមកទៀតគឺយើងចាប់ផ្ដើមចាក់ចូលទៅចានរបស់យើងឬក៏កែវអីមួយអញ្ចឹងណាចាបងប្អូនបាច់ចាំថាឲ្យត្រជាក់ឲ្យចាក់ទេនៅពេលដែលពុះហើយបិទភ្លើងចាបងប្អូនចាប់ផ្ដើមដាក់ចូលក្នុងកែវឬក៏ចានអីមួយអញ្ចឹងទៅចាឥឡូវមកដល់វគ្គទី2នេះគឺយើងចាប់ផ្ដើមមកធ្វើខ្ទិះដូងចាស្រាយខ្ទិះដូងស្ទាប់លើបងប្អូនចាឥឡូវខ្ទះដែលយើងបានដាក់អ៊ុនហ្នឹងក្តៅអ៊ុនហ្នឹងចាបងប្អូនដួសទឹកនឹងទឹកស្រាយហ្នឹងបន្តិចមកយកមកលាយជាមួយនឹងម្សៅស្រាយហ្នឹងណាកូរឲ្យសព្វទៅហើយយើងចាក់ចូលទៅក្នុងទឹកហ្នឹងវិញណាចំពោះខ្ទិះដូងវិញគឺនាងខ្ញុំដាក់ចំនួន700 ml 500ទៅ700 ml ណាបងប្អូនតាមចំណង់ចំណូលចិត្តតែបើនាងខ្ញុំស្រាយគឺនាងខ្ញុំចូលចិត្តញ៉ាំឲ្យមានជាតិខ្ទិះច្រើនកាលណាតែខ្ទិះច្រើនធ្វើឲ្យស្រាយរបស់បងប្អូនហិតតែមានជាតិឈ្ងុយឆ្ងាញ់ចាហើយនាងខ្ញុំមានជាមួយនឹងទុរេនហ្នឹងមួយដុំធំដែរហើយនាងខ្ញុំយកទៅកិនឲ្យវាយ៉ាងម៉ត់យកគ្រាប់ចេញណាបងប្អូនចាហើយបន្តមកទៀតគឺយើងដាក់ចូលទៅជាមួយនឹងខ្ទិះដូងហ្នឹងទៅចាកូរឲ្យសព្វហើយនេះខ្ញុំបន្ថែមជាមួយនឹងអំបិលហ្នឹងគឺចំនួន3ស្លាបព្រាកាហ្វេទូចចាអ្នកបងប្អូនមើលស្លាបព្រារបស់នេះខ្ញុំគឺទូចខ្លាំងមែនតើអញ្ចឹងនេះខ្ញុំដាក់3ចាតែបើសិនជាស្លាបព្រាកាហ្វេរបស់បងប្អូនរៀងធំបងប្អូនដាក់តែ2ទៅបានហើយចាហើយបងប្អូនមើលចាភ្លក់មើលសិនណាចាហើយនេះខ្ញុំបន្ថែមជាមួយនឹងស្ករសបន្ថែមទៀតហ្នឹងគឺចំនួន3ស្លាបព្រាបាយតែបើសិនជាបងប្អូនមិនចូលចិត្តផ្អែមទេចាបងប្អូនមិនចាំបាច់ថែម3ស្លាបព្រាទៀតទេព្រោះអីនៅក្នុងទឹកស្រាយដែលនេះខ្ញុំបានដួសចេញមកហ្នឹងគឺវាផ្អែមរួចមកហើយចាគាត់ថាបើសិនជាបងប្អូនចូលចិត្តមុតបងប្អូនចាថែម2ស្លាបព្រាទៀតទៅហើយភ្លក់មើលទៅណាបងប្អូន2ទៅ3ទៅតាមចំណូលចិត្តរំងាស់ខ្ទិះដូងទុរេននឹងឲ្យបានឡើងពុះបែបនេះហើយបិទភ្លើងគឺរួចជាការស្រេចហើយព្រោះអីខ្ទិះដូងវាឆាប់ផុតឡើងលើ
ចឹងបងប្អូនត្រូវអាសាចាមើលគោវាបន្តិចវាពីផលចាហើយបន្តមកទៀតបងប្អូនចាចាក់ពីលើស្រាយខ្នោហ្នឹងចាថ្នមចាព្រោះអីវាអត់ទាន់រឹងខ្លាំងប៉ុន្មានទេចឹងហើយយើងត្រូវចាក់ថ្នមបន្តិចចាហើយកុំចាំយូរណាតែចាំយូរគឺវាអាចធ្វើឲ្យស្រាយស្តុបទី1និងស្តុបទី2ហ្នឹងគឺអត់ជាប់គ្នាទេបងប្អូនចាហើយដល់ពេលហើយចាក់ហ្នឹងបងប្អូនត្រូវរៀងថ្នមដៃបន្តិចចាព្រោះអីវាអាចនឹងចាធ្វើឲ្យខ្ទិះហ្នឹងវាសត់ចុះក្រោមចាហើយចំពោះគូប្លេបបទុយបែបនេះគឺនេះខ្ញុំជ្រើសរើសជាមួយនឹងគូប្លេដែរគេសរសេរថាជាគូប្លេស៊ូហ្វ្លេបងប្អូនមានន័យថាគូប្លេហ្នឹងគឺអាចដាក់ជាមួយនឹងម្ហូបអាហារណាដែលក្តៅចានេះបងប្អូនប្រអប់ហ្នឹងគេមានដាក់បែបចឹងណាclear portion container soufflé transparent ចាប្រអប់ហ្នឹងគឺបងប្អូនអាចដាក់ជាមួយនឹងរបស់ណាដែលក្តៅបានហើយស្រាយនេះគេញ៉ាំរសជាតិបែបរៀងផ្អែមប្រៃឡំជាមួយនឹងខ្ទិះដូងអូឆ្ងាញ់ខ្លាំងមែនតើបងប្អូនហើយចំណុចប៉ុណ្ណឹងគឺឆ្ងាញ់ល្មមតែម្ដងបងប្អូនកុំភ្លេចសាកល្បងមើលហើយចាំខមមិនប្រាប់នេះខ្ញុំវិញណាអរគុណច្រើនជំរាបលាសុខសប្បាយជូនពរឆ្នាំថ្មីសិរីសួស្តីទាំងអស់គ្នាអរគុណច្រើនបាយបាយ